ពេលនេះយប់ថ្ងៃសិលជាថ្ងៃ15រោចខែដាច់ត្រូវនៅថ្ងៃទី18នេះក្នុងខែក្នុងខែ3នេះក៏បានរៀបចំកាក់ផ្ញើទៅអ្នកដែលបានចុះឈ្មោះឲ្យមុននោះដែលរងចាំហ្នឹងវាយូរឥឡូវនេះកាក់ទៅតែសាងហើយបន្ថែមទៀតហ្នឹងអញ្ចឹងផ្ញើទៅមានខាងកន្លែងខ្លះទៅក៏2កាក់កន្លែងខ្លះទៅក៏3កាក់អញ្ចឹងទៅមានខាងកំពង់រោស្វាយរៀងខាងកំពង់រោស្វាយរៀងមានខាងអូស្ងួតបន្ទាយមានជ័យមានខាងផ្លូវ2004ភ្នំពេញមានខាងព្រៃតូចម៉ោងឫស្សីហើយនឹងមានខាងកំពង់ធំអញ្ចឹងចេញទៅបន្ថែមទៀតហើយនេះសិតតកាបងប្អូនកាក់លោកតាវត្តថ្វាដែលគាត់ចុះឈ្មោះឲ្យយូរហើយតាំងពីខែ2ខែមុននោះហើយកាក់នឹងចាក់មិនបានហើយដោយសារយើងធ្វើពុំរឹងយូរហើយសូមបញ្ជាក់ថាកាក់គឺនៅតែ2កាក់ទៀតទេណានៅតែ2កាក់ទៀតទេបងប្អូនកាក់លោកតាវត្តថ្វាស្អាតណាប្រភេទញញឹមព្រឹមព្រៃនៅតែ2កាក់ទៀតគឺអស់ហើយអស់ហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់បានកាក់ព្រះគ្រូពេជ្រអុចវត្តថ្វាដែលលោកឪនឹងប្រកែកខាងមុនវិជាការគុំគាថាកែស័ក្តិសិទ្ធការដែលនៅមានវិជនណាអញ្ចឹងបើបងប្អូនចង់បានកាក់នេះគឺនៅមានតែ2កាក់ទៀតគឺអស់ហើយព្រោះឥឡូវនេះយើងសាងមកនេះក៏បានប្រហែលជាថា30កាក់តែកាក់ទាំងអស់ហ្នឹងសិតតែមានម្ចាស់ទាំងអស់ដោយសារអីគេចុះឈ្មោះគេចុះឈ្មោះតាំងតែពីបង្ហោះថារៀបចំចាក់ពុំមកហើយឥឡូវនេះក៏ជាងមាសហ្នឹងគឺថាគាត់រវល់ធ្វើមាសធ្វើប្រាក់ធ្វើផ្លាទីនអញ្ចឹងទៅក៏គាត់ឆ្លៀតឲ្យពេលបានមួយផ្លេតទេសម្រាប់ធ្វើពុំគេហៅថាពុំកមួននោះហើយនៅបិទនៅធ្វើពុំអីទៀតវាយូរអញ្ចឹងទៅឥឡូវនេះគឺជាងផ្អាកមួយរយៈសិនហើយសម្រាប់កាក់នេះនៅសល់តែ2កាក់ទៀតទេបងប្អូនកាក់លោកតាវត្តថ្វានៅសល់តែ2កាក់ទៀតទេអញ្ចឹង2កាក់ទៀតនេះអស់គឺអត់លេងមានហើយអញ្ចឹងសម្រាប់បងប្អូនដែលចង់បានឲ្យកាក់នេះក៏បានធ្វើកម្មវិធីអភិសេកនៅយប់នៅយប់នេះឯងជាយប់ថ្ងៃពេញបរមីខែជាយប់ថ្ងៃខែដាច់ថ្ងៃសិល15រោចខែដាច់បានរៀបចំអភិសេកពិសិដ្ឋីមានតាំងពីកុមារទេពកុមារមាសកុមារថងប្រាក់ហើយព្រះខ្វាមបងប្អូនព្រះខ្វាមเราមិនចេះតិចនេះព្រះខ្វាមនេះព្រះអង្គខ្វាមហើយព្រះអង្គខ្វាមនេះទុកចែកដល់បងប្អូនដែលមាននិស្ស័យដែលបានមកផ្ទាល់ដែលបានមកផ្ទាល់គឺទទួលបានព្រះអង្គខ្វាមនេះគ្រប់គ្នាហើយសូមបញ្ជាក់ដែរបងប្អូនខ្លះគាត់សុំកាក់លោកតាវត្តថ្វាកាក់នេះសុំអត់កើតទេបងប្អូនមិនបានសុំអត់កើតគឺដោយសារតែកាក់នេះយើងជួលជាងមាសធ្វើយើងជួលតាំងពីធ្វើពុំតាំងពីស្លចាក់តាំងពីធ្វើលាងសម្អាតអីទាំងអស់គឺយើងជួលជាងទាំងអស់ហើយបើសម្រាប់កាក់សម្រាប់រូបព្រះអង្គខ្វាមនេះវិញនេះអត់មានជួលអ្នកណាធ្វើទេគឺខ្ញុំកណ្ដាលភាពទិញមកស្រាប់ទេទិញមកស្រាប់អញ្ចឹងសម្រាប់អ្នកដែលចង់បានគឺមកយកផ្ទាល់តែប៉ុណ្្នឹងទេសម្រាប់ព្រះអង្គខ្វាមនេះហើយក៏ធ្វើពិធីអភិសេកហើយនៅក្នុងយប់ថ្ងៃខែដាច់នេះដើម្បីសុំរៀបសុំជ័យសុំរាជាឈ្នះអស់ទុក្ខសោកឈ្នះរោគឈ្នះភ័យឧបទ្រពចង្រៃជាអស់សត្រូវទាំងឡាយទាំងពួងសត្រូវណាមកពីមុខក៏សូមឲ្យរំលងសត្រូវណាមកពីខ្នងក៏សូមឲ្យរលាយសត្រូវមកពីឆ្ងាយអីហ្នឹងក៏សូមឲ្យខ្លាចជាមិត្តចឹងទៅសត្រូវនៅក្បែរនៃចិត្តហ្នឹងគឺសូមឲ្យបាក់បោកផ្លាប់ខ្លាចដោយអំណាចនៃគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិព្រះអង្គខ្វាមសូមជួយបិទបាំងការពាររារាំងសត្រូវគ្រប់ទិសគ្រប់ទីទាំងអស់សូមរំលឹកនឹកដល់គុណម៉ែគុណពុកទុកជាមលុបខ្ញុំគុណគ្រូតូចធំខ្ញុំសូមគោរព
គុណត្រៃសរណៈបាំងខ្ញុំឲ្យចិត្តសត្រូវណាមកពីមុខពិតគុណត្រៃសរណៈគុណព្រះអង្គខ្វាមបាំងខ្ញុំឲ្យចិត្តសត្រូវណាមកពីមុខពិតក៏សូមឲ្យរំលងសត្រូវណាមកពីខ្នងក៏សូមឲ្យរលាយណាសត្រូវមកពីឆ្ងាយក៏សូមឲ្យខ្លាចជាមិត្តសត្រូវនៅក្បែរនៅចិត្តហ្នឹងគឺថាសូមឲ្យបាក់បបខ្លោបខ្លាចចាប់តាំងពីថ្ងៃហ្នឹងមកនឹងទៅចឹងទៅណាសូមតែសុខសប្បាយសូមតែជ័យសូមតែដេកជាណាជួបតែសុខចម្រើនគ្រប់ពេលគ្រប់វេលាទាំងអស់គ្នាហ្នឹងទៅណាហ្នឹងគឺសម្រាប់សម្រាប់រូបព្រះអង្គខ្វាមបិទមុខនេះណាហ្នឹងគឺចែកទេបងប្អូនតែសូមឲ្យយកផ្ដាល់ទីតាំងមកយកគឺខ្ញុំគណៈអាត្មាភាពឥឡូវនេះកំពុងតែនៅខេត្តកំពង់ឆ្នាំងណានៅវត្តរតនមនីសាគរហៅវត្តទឹកហូតណាដែលវត្តទឹកហូតនេះស្ថិតនៅក្នុងភូមិទឹកហូតឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងណាអញ្ចឹងបើញាតិមិត្តបងប្អូនចុះមកពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ5នៅចំណុចគីឡូ72ណាដល់គីឡូ72ហ្នឹងបងប្អូនឃើញខ្លោងទ្វារមួយណានៅចិត្តគីឡូ72ណានៅចិត្តគីឡូ72ហ្នឹងបងប្អូនងាកមកខាងស្ដាំដៃទៅបងប្អូនឃើញគេដាក់ថាវត្តរតនមនីសាគរទឹកហូតតែអញ្ចឹងបងប្អូនចូលមកក្នុងវត្តរតនមនីសាគរទឹកហូតមកណាខ្ញុំករណីអាត្មាភាពនឹងមានចែកព្រះអង្គខ្វាមនេះណាព្រះអង្គខ្វាមនេះចែកសម្រាប់ឲ្យបងប្អូនយកទៅទុកគោរពណាទុកណាដាក់តាមខ្លួនឬក៏ស្រោបពាក្យដាក់តាមខ្លួនដើម្បីការពាររារាំងឧបទ្រពទាំងឡាយទាំងពួងណាសត្រូវណាមកពីមុខក៏សូមឲ្យរំលងសត្រូវណាមកពីខ្នងក៏សូមឲ្យរលាយណាសត្រូវមកពីឆ្ងាយហ្នឹងក៏សូមឲ្យខ្លាចជាមិត្តសត្រូវនៅក្បែរនៅចិត្តសូមឲ្យបាក់បបខ្លោបខ្លាចចាប់តាំងពីថ្ងៃដែលបងប្អូនបានណាព្រះអង្គខ្វាមនេះយកទៅថែរក្សាហ្នឹងសូមតែជ័យសូមតែជះសូមតែសុខសូមតែចម្រើនរហូតតរៀងទៅយ៉ាងទៅណាហើយសម្រាប់កៈព្រះអង្គគ្រូពេជ្រអុចឬក៏ហៅថាល្អៅវត្ថុនេះអត់មានចែកហ្វ្រីទេបងប្អូនដោយសារតែកៈនេះយើងជួលឈៀងមាសធ្វើទេណាហើយសម្រាប់លោហៈបុរាណហ្នឹងខ្ញុំកណ្ដាលអាត្មាភាពយកស្លឡើងអស់ហើយណាតាំងពីអកកបោណាតាំងពីប្រាប់ដាក់ស្លាយាយណាតាំងពីផ្តិលខាត់តាំងពីឆ្នាំងដាំបាយឆ្នាំងក្អមឆ្នាំងខ្វាន់ណាឆ្នាំងដាំបាយណានេះគឺយកស្លរំលាយអស់ហើយនេះចេញមកជាកាក់ចឹងហើយណាអញ្ចឹងគឺកាក់នេះគឺជាយើងជួលជាងមាសស្លចាក់ទេបងប្អូនណាអញ្ចឹងបើបងប្អូនចង់បានបងប្អូនគាត់ថាចូលរួមថ្លៃពុំណាថ្លៃពុំហើយនឹងថ្លៃចាក់ទេណាថ្លៃពុំណាជាងគេធ្វើអាថ្លៃពុំហ្នឹងក៏វាអស់ច្រើនហើយគ្នាណាខំពុតខំដំខំលាងសម្អាតខំចាក់ហ្នឹងក៏វាចំណាយពេលវេលាយូរអញ្ចឹងទៅហើយបើថាពុំវិញធ្វើមួយគ្រាន់តែជឿពុំដែលយកមកធ្វើជាគំរូពុំមកធ្វើជាគំរូកាក់នេះគាត់ថាពុំជួហ្នឹងគឺថាថ្លៃហ៎បងប្អូនធ្លាប់ឃើញអាចជួដែលគេយកធ្វើជៀនធ្វើខ្សែកណាគេហៅថាជួណាជួកមូនយកមកបានគេប្រអាប់ធ្វើជាពុំហ្នឹងណាអញ្ចឹងគឺកៈតាវត្ថុនេះអត់មានចែកទេបងប្អូនណាបងប្អូនចង់បានមានតែជួយថ្លៃណាពុំហើយនឹងថ្លៃចាក់ណាបងប្អូននឹងយកបាននឹងបានយកទៅគោរពថែរក្សាណារូបកៈតាវត្ថុដែលសាងដោយដៃខ្មែរធ្វើដោយដៃខ្មែរចាក់នៅស្រុកខ្មែរស្លចេញពីលោហៈខ្មែរយើងណាចាមានកយ័នមានកថាផ្សេងស្លហើយចាក់ជាកៈហ្នឹងណាអញ្ចឹងបងប្អូនយកទៅគោរពថែរក្សាសូមជ័យសូមលជាសូមលៀបសូមសុខសូមចម្រើនទាំងអស់គ្នាហើយបើបងប្អូនចង់បានដូចជាយ័ន្តដាក់តាមទូរស័ព្ទយ័ន្តដាក់តាមទូរស័ព្ទក៏បងប្អូនអាចមកយកបាននេះយ័ន្តលុយកដាស់100ដែលយ័ន្តនេះយ័ន្តលុយពិតមិនមែនយ័ន្តលុយคล้ายៗទេណាលុយមែនតេនគឺលុយចេញពីធនាគារមកហើយខ្ញុំកណ្ដាលអាត្មាភាពបានណាធ្វើជាយ័ន្តមានខាងយ័ន្តស្នេហ៍សារិកាណាសំលេងពីរោះមហាកលេចញឹមហើយនឹងយ័ន្តពនាងបបោយណាពនាងបបោយហ្នឹងខាងហៅលៀបខាងហៅលុយណាអញ្ចឹងសម្រាប់បងប្អូនដែលចង់បានយ័ន្តกระดาษ100នេះក៏ចែកហ្វ្រីដែរណាចែកហ្វ្រីតែសូមមកយកផ្ទាល់ណាទីតាំងមកយកដោយខ្ញុំកណ្ដាលអាត្មាភាពបានជម្រាបនឹងជូនដំណឹងឲ្យថានៅវត្តរតនមនីសាគរហើយវត្តទឹកហូតដែលវត្តទឹកហូតនេះស្ថិតនៅក្នុងភូមិទឹកហូតឃុំទឹកហូតស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងអញ្ចឹងអ្នកដែលចង់បានយ័ន្ត
ដាក់តាមទូ